ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងជួបគ្នាសាជាថ្មីម្ដងទៀតហើយដែលការវិលត្រឡប់របស់លោកគ្រូថ្ងៃនេះគឺនឹងមកធ្វើការបង្ហាញតាក់ទងទៅនឹងប្រធានថ្មីមួយទៀតហើយក៏ជាបែបបទថ្មីដែរគឺអត្ថាធិប្បាយពន្យល់អក្សរសិល្ប៍បាទបងទាំងអស់គ្នាបានសិក្សាជាមួយលោកគ្រូរួចទៅហើយតាក់ទងជាមួយនឹងអត្ថាធិប្បាយពន្យល់បែបសុភាសិតថ្ងៃនេះលោកគ្រូពំនាំជាមួយនឹងប្រធានថ្មីគឺអត្ថាធិប្បាយពន្យល់បែបអក្សរសិល្ប៍តើការពន្យល់អក្សរសិល្ប៍ដូចគ្នាទៅនឹងសុភាសិតអត់តោះដើម្បីកុំឲ្យខាត់ពេលវេលាចូលបងប្អូនទាំងអស់គ្នាតាមដាននិងមើលអំពីការបង្ហាញរបស់លោកគ្រូដូចតទៅនេះបាទថ្ងៃនេះខ្ញុំពំនាំនៅប្រធានថ្មីតាក់ទងទៅនឹងទស្សនៈមួយយល់ថាអក្សរសិល្ប៍គឺជាកម្រងឯកសារកត់ត្រាអំពីជីវិតរបស់មនុស្សទៅតាមសម័យកាលនីមួយៗបាទចឹងដើម្បីចាប់ផ្ដើមធ្វើប្រធាននេះលោកគ្រូប្រាប់ពីភាពងាយស្រួលដើម្បីនឹងចំណាំទៅលើប្រធានបែបអក្សរសិល្ប៍បងត្រូវចាំថាប្រធានសុភាសិតអាចលើកណាយកមកពន្យល់យកមកបកស្រាយដោយផ្សារភ្ជាប់ទៅនឹងការលើកឧទាហរណ៍មាននៅក្នុងសង្គមអាចទំនាក់ទំនងទៅនឹងប្រវត្តិសាស្ត្រហើយនឹងអក្សរសិល្ប៍ប៉ុន្តែថ្ងៃនេះយើងចំណាំទៅលើប្រធានបែបអត្ថាធិប្បាយពន្យល់សុភាសិតវិញមកពន្យល់បែបអក្សរសិល្ប៍វិញម្ដងតើប្រធាននេះត្រូវលើកឧទាហរណ៍បែបណាតែមុននឹងយើងនិយាយអំពីការលើកឧទាហរណ៍នោះបងប្អូននឹងជួបគ្នានៅវីដេអូក្រោយតែក្នុងវីដេអូនេះខ្ញុំត្រឹមពំនាំយកមកត្រឹមតែពន្យល់នៃប្រធានទេបាទព្រោះដោយសារតែវែងពេកអញ្ចឹងមិនចង់ឲ្យវីដេអូយើងវែងពេកសូមលើកជា2ផ្នែកណាជា2វីដេអូតែថ្ងៃនេះយើងនិយាយត្រឹមពន្យល់នៃប្រធានសិនបាទតោះដើម្បីភាពងាយស្រួលចូលបងប្អូនទាំងអស់គ្នាតាមដានទាំងអស់គ្នាទី1កំណត់ចំណាំដូចសពមួយដងអញ្ចឹងនៅពេលដែលមុននឹងចាប់ផ្ដើមធ្វើតែងសក្តីជាទូទៅគេអត់ដាក់ពាក្យពន្យល់អក្សរសិល្ប៍អញ្ចឹងទេមិនអញ្ចឹងប្រធានគេដាក់មកតែប្រធានទស្សនៈមួយយល់ថាអក្សរសិល្ប៍គឺជាកម្រងឯកសារកត់ត្រាពីជីវិតរបស់មនុស្សទៅតាមសម័យកាលនីមួយៗចូលពន្យល់អញ្ចឹងបើគេអត់ប្រាប់បងអូនថាប្រធានពន្យល់ឬប្រធានភាសាតែបងអូនដឹងថានោះគឺជាអត្ថាធិប្បាយពន្យល់ដែលតាក់ទងទៅនឹងអក្សរសិល្ប៍ស្មើលើអីទី1បងអូនមើលពាក្យបង្កប់បញ្ជាចូលពន្យល់តែកាលណាចូលពន្យល់គឺប្រធានដែលគេឲ្យយើងបកស្រាយពន្យល់អធិប្បាយឲ្យគេយល់ឲ្យគេដឹងអំពីខ្លឹមសារនៃប្រធានហ្នឹងឯងណាលក្ខណៈសម្គាល់ទី1គឺប្រធានពន្យល់គឺពាក្យបង្កប់បញ្ជាបន្តទៅទៀតបងមើលទៅលើខ្លឹមសាររបស់ប្រធានវិញតើប្រធាននេះហេតុអីបានយើងជឿជាក់យើងដឹងថាវាជាប្រធានបែបអក្សរសិល្ប៍គឺជាទូទៅតែកាលណាប្រធានបែបអក្សរសិល្ប៍ប្រកាសជាមានពាក្យអក្សរសិល្ប៍នៅក្នុងប្រធានហ្នឹងហើយណាអញ្ចឹងយើងមើលកន្លែងនេះគេថាអក្សរសិល្ប៍អញ្ចឹងគោលដៅរបស់ប្រធាននេះគឺគេនិយាយពីអក្សរសិល្ប៍មិនអញ្ចឹងគេថាអក្សរសិល្ប៍វាយ៉ាងម៉េចយើងសួរដេញដោលគេណាបាទយើងសួរដេញដោលទៅដើម្បីធ្វើម៉េចឲ្យយើងដឹងថាតើពាក្យគន្លឹះសំខាន់របស់ប្រធាននេះគេសំដៅលើអីហើយឲ្យយើងដឹងអំពីវត្ថុបំណងរបស់ប្រធាននឹងឲ្យច្បាស់អញ្ចឹងយើងអាចសួរនាំសិនដើម្បីធ្វើម៉េចដេញដោលទៅលើខ្លឹមសាររបស់ប្រធានព្រោះជាទូទៅបងប្អូនតែងតែធ្លាប់ឮលោកគ្រូអ្នកគ្រូរបស់បងប្អូនបានប្រាប់ឲ្យថាដើម្បីកំណត់ចំណាំដើម្បីបកស្រាយប្រធានមួយគឺត្រូវមើលឲ្យបាន3 4 5ដងមែនទេបាទអញ្ចឹងនោះជាវិធីសាស្ត្រមួយហើយបងតែវិធីសាស្ត្រមួយទៀតបងត្រូវមើលទៅលើខ្លឹមសារហ្នឹងបងកំណត់ចំណាំតាមរយៈនៃការចោទសួរទៅដេញដោលទៅលើខ្លឹមសាររបស់ប្រធានតើប្រធានគេសង្កត់ធ្ងន់ទៅលើអីដូច្នេះបងអាចយល់ដែរអក្សរសិល្ប៍ជាកម្រងឯកសារគោលដៅរបស់គេគឺថាកម្រងឯកសារយ៉ាងម៉េចកត់ត្រាពីជីវិតរបស់មនុស្សទៅតាមសម័យកាលអញ្ចឹងកត់ត្រាពីជីវិតអីគេណាបងសួរដេញដោលមកជីវិតរបស់មនុស្សអញ្ចឹងជីវិតមានន័យថាម៉េចចឹងនោះហើយមានន័យថាគោលដៅរបស់ប្រធានសំដៅលើស្នាដៃទាំងឡាយដែលត្រូវបានតតែងឡើងដោយកវីនិពន្ធហ្នឹងវាគឺជាកម្រងឯកសារស្នាដៃមួយដែលកត់ត្រាអំពីជីវិត
ជីវិតកន្លែងនេះមិនមែនទៅលើជីវិតរស់ស្លាប់នឹងទេតែសំដៅលើអីការរស់នៅអញ្ចឹងបងអូនត្រូវឆ្វេងយល់ទៅលើអាខ្លឹមសាររបស់ប្រធាននឹងឲ្យច្បាស់សិនក្រោយពីបងអូនយល់ហើយបងអូនត្រូវដឹងថាប្រធាននេះអក្សរសិល្ប៍មែនទេតែកាលណាផ្ដើមដោយពាក្យអក្សរសិល្ប៍ក្នុងប្រធានមានពាក្យថាអក្សរសិល្ប៍ហើយបងអូនត្រូវចាំថាប្រធាននឹងអត់តាក់ទងជាមួយនឹងសង្គមអត់តាក់ទងជាមួយនឹងប្រវត្តិសាស្ត្រទេតែគឺគេសង្កត់ធ្ងន់ទៅលើអក្សរសិល្ប៍បន្តមកទៀតបងអូនត្រូវសួរខ្លួនឯងវិញថាអ្វីទៅជាប្រធានអក្សរសិល្ប៍ជាទូទៅប្រធានបែបអក្សរសិល្ប៍ច្រើនតែមានតែពីរទម្រង់នេះមិនអញ្ចឹងណោះទី1គឺទម្រង់អក្សរសិល្ប៍បែបនេះបងអូនមើលសួរថាតើគេកំណត់កត់ត្រាទៅលើរឿងណាមួយអត់ទេមែនទេបាទអត់ទេអញ្ចឹងមានន័យថាវាជាទ្រឹស្ដីអក្សរសិល្ប៍ប៉ុន្តែបើសិនជាក្នុងករណីគេប្រើចំណងជើងប្រធានគេដាក់រឿងណាមួយឧទាហរណ៍រឿងទុំទាវស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយមចូលពន្យល់អញ្ចឹងបងត្រូវចាំវិញថាគោលដៅរបស់គេសំដៅទៅលើរឿងទុំទាវមួយទេអញ្ចឹងគេហៅទម្រង់លក្ខណៈមួយដូចយើងភាសាសាមញ្ញយើងតែងតែប្រើពាក្យថាប្រធានបិទមែនទេវាមិនបិទទេគ្រាន់ថាប្រធាននេះគឺចង់សំដៅទៅលើគេបដោតទៅលើខ្លឹមសារតែរឿងមួយទេបកស្រាយក៏រឿងនោះធ្វើការនិយាយតាក់ទងទៅនឹងខ្លឹមសារលើកការឧទាហរណ៍ផ្សេងក៏តាក់ទងទៅរឿងទុំទាវនឹងដែរបានន័យថាតែកាលណាប្រធានមួយរឿងយើងបកស្រាយយើងលើកយកឧទាហរណ៍អំណាចផ្សេងក៏តែរឿងនឹងដែរបើរឿងពីរគឺតាក់ទងតែរឿងពីរនឹងទេតែចំពោះអានេះវិញអក្សរសិល្ប៍ជាកម្រងឯកសារកត់ត្រាអំពីជីវិតកន្លែងនេះគេអត់កំណត់ទៅលើរឿងណាមួយទេបើក្នុងករណីនេះអូនត្រូវឆ្វេងយល់ខ្លួនឯងថាកម្រងឯកសារកត់ត្រាពីជីវិតតើកាលណាកត់ត្រាពីជីវិតហើយបានន័យថាបែបបទនៃការរស់នៅហើយបងអូនតើកាលណាបែបបទនៃការរស់នៅបងអូនត្រូវចងចាំទៅលើចលនាអក្សរសិល្ប៍ទៀតមែនទេអក្សរសិល្ប៍ខ្មែរត្រូវបានបែងចែកជាប៉ុន្មានចលនា4មែនទេចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមទំនោររកលទ្ធិព្រាហ្មណ៍សាសនាចលនាអក្សរសិល្ប៍ពុទ្ធនិយមទំនោររកលទ្ធិពុទ្ធសាសនាដែលនិយាយអំពីអីគេពុទ្ធប្រវត្តិអីចឹងទៅតាក់ទងទៅនឹងឬមួយក៏ពុទ្ធនិយមបែងចែកជាបន្តទៀតចឹងទៅណាមានពុទ្ធនិយមសុទ្ធពុទ្ធនិយមខ្លៃចឹងទៅខេមរនិយមអក្សរសិល្ប៍ស្នាដៃទាំងឡាយដែលឆ្លុះបញ្ចាំងពីតថភាពសង្គមមែនទេហើយនឹងចលនាអក្សរសិល្ប៍បរទេសនិយមអាហ្នឹងយើងមិនសូវលើកយកមកបង្ហាញទេប៉ុន្តែគ្រាន់ថាវាមានតិចតួចបាទអញ្ចឹងបើកាលណានិយាយពីខេមរនិយមឆ្លុះបញ្ចាំងតថភាពសង្គមចាស់នេះគេនិយាយថាគាត់ត្រាពីជីវិតអញ្ចឹងបើទោះបីគេអត់ប្រាប់ថាវាមានទំនាក់ទំនងទៅនឹងអក្សរសិល្ប៍ខេមរនិយមតែអូនអាចលើកអក្សរសិល្ប៍ខេមរនិយមជាឧទាហរណ៍មកបញ្ជាក់នោះប្រកាសជាស្របទៅនឹងខ្លឹមសាររបស់ប្រធានហើយស្របទៅនឹងតម្រូវការរបស់គេហើយគេថាអំពីជីវិតមែនទេតែជីវិតគឺការរស់នៅទេតែការរស់នៅបែបបទនៃការរស់នៅគឺតថភាពសង្គមជាក់ស្ដែងណាអញ្ចឹងតថភាពសង្គមជាក់ស្ដែងអីគេគឺអក្សរសិល្ប៍ខេមរនិយមហើយចុះបើសួរថាលើកពុទ្ធនិយមឬព្រាហ្មណ៍និយមយកមកដាក់ត្រូវអត់ថាចំណុចខ្លះវាត្រូវហើយតែគោលដៅរបស់គេតែជីវិតទេបើកាលណាជីវិតរស់នៅឧទាហរណ៍ដូចជាតាក់ទងទៅនឹងអក្សរសិល្ប៍ពុទ្ធនិយមសុទ្ធភាគច្រើនគេនិយាយអំពីការបំពេញបារមីរបស់អង្គពោធិសត្វដើម្បីទទួលបានការត្រាស់ដឹងវាមិនសូវបានឆ្លុះបញ្ចាំងពីតថភាពពិតប្រមាណទេបាទវាមានដែរវាមិនអត់ទេដូចរឿងរាមកេរអីយើងឆ្លុះបញ្ចាំងពីជីវិតរស់នៅអីចឹងទៅដោយសារតែរឿងរាមកេរខ្មែរគឺមិនមែនទំនោរទៅរកព្រាហ្មណ៍សាសនាដែលឆ្លុះបញ្ចាំងអំពីភាពអស្ចារ្យរបស់ពីណាគេព្រះរាមដែលតំណាងឲ្យអវតាររបស់ព្រះវិស្ណុឯប៉ុន្តែព្រះរាមទាំងរឿងរាមកេរខ្មែរគឺលក្ខណៈរបស់សកម្មភាពរបស់តួអង្គព្រះរាមគឺតំណាងឲ្យទេវៈផងតំណាងឲ្យមនុស្សផងអញ្ចឹងពេលខ្លះក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមដែរប៉ុន្តែបើសិនជាលើកវាអត់សូវចំដោយអក្សរសិល្ប៍ខេមរនិយមទេមែនទេអញ្ចឹងបងអូនចេះច្នៃខ្លួនឯងទៅកលៈទេសៈខ្លះបាទឆ្លាតណាចេះ
រិះរកមធ្យោបាយក្នុងការធ្វើម៉េចរកអំណះអំណាងឲ្យតាន់ពេលវេលាហើយបើបានកាន់តែច្រើនរឿងក៏ជាចំណែកមួយល្អដែរទីហោដែរបើបងអូនខាងវិទ្យាសាស្ត្រសង្គមអញ្ចឹងទៅណាអក្សរសិល្ប៍បែបនេះវាមានច្រើនរឿងមិនអញ្ចឹងណាបើបងអូនមានឱកាស2ម៉ោងកន្លះអូនអាចលើក3ឬ4ឬក៏5រឿងក៏បានដែរឲ្យតែមានពេលវេលាគ្រប់គ្រាន់តែចំពោះបងអូនខាងវិទ្យាសាស្ត្រសង្គមវិញយើងពេលវេលាខ្លី1ម៉ោងកន្លះ90នាទីអញ្ចឹងវាតិចដែរបើបងអូនលើកច្រើនរឿងពេកក៏ធ្វើឲ្យតែងសេចក្តីរបស់យើងនឹងអត់ចប់នោះហើយគឺជាគុណវិបត្តិហើយអញ្ចឹងក្នុងការលើករឿងបងអូនត្រូវយោងទៅតាមពេលវេលាថេរវេលាគឺសំខាន់ណាស់កំណត់ពេលវេលាច្បាស់តើកាលណាបងអូនកំពុងប្រឡងជួងមើងក៏ដឹងរោថានៅសល់15នាទីទៀតអញ្ចឹងបងអូនត្រូវចេះកែច្នៃណាបាទអញ្ចឹងយើងមើលទៅលើទស្សនវិជ្ជាជាក់ស្ដែងនេះគឺជាវិធីសាស្ត្រក្នុងការកំណត់ពេលវេលាក្នុងការប្រឡងអញ្ចឹងបងអូនកុំចំណាយពេលវេលាច្រើនទៅលើការលើករឿងច្រើនពេកហើយបកស្រាយមិនពេញលេញក៏ជាចំណែកខ្វះខាតដែរព្រោះនៅក្នុងបារម្ភនៃការកែរបស់លោកគ្រូអ្នកគ្រូគឺជាទូទៅនៅតែអនុលោមទៅតាមគម្រោងតែងណាបងណាអញ្ចឹងលំនាំសេចក្តីផ្ដើមចែកចេញប៉ុន្មាន3លំនាំចំណូលចំណោទចឹងមកអាហ្នឹងបងត្រូវតែមានទាំង3តែបងអត់ផ្នែកណាមួយគឺដកបន្ទុកហើយបន្តមកតួសេចក្តីឃ្លាបចុះប្តីពយល់ពាក្យពយល់នៃប្រធានអញ្ចឹងបងត្រូវមានដល់ពេលពយល់នៃប្រធានចប់បងត្រូវបកស្រាយសេចក្តីលម្អិតកំណត់គ្រប់គ្រងខ្លឹមសាររបស់ប្រធាននឹងឲ្យច្បាស់លាស់ណាបើបងអូនមានបានន័យថាបងអូនមានការលើកសេចក្តីលម្អិតកំណត់គ្រប់គ្រងមកបញ្ជាក់បានច្បាស់ហើយបងឯងស្មាងលើអីគឺលើកឧទាហរណ៍ដែលជាអំណាចអំណាងយកមកបញ្ជាក់ឧទាហរណ៍អំណាចអំណាងហើយបងត្រូវមើលទៀតថាប្រធានប្រភេទអីពយល់នឹងពយល់តាក់ទងសង្គមតាក់ទងទៅនឹងខ្លួនតាក់ទងបញ្ហាមនុស្សចរិតអេរយាបថឬមួយក៏តាក់ទងមួយអក្សរសិល្ប៍អញ្ចឹងបងអូនត្រូវមើលទៅតាមប្រភេទនឹងទៀតប្រសិនបើតាក់ទងសង្គមបងអូនត្រូវលើកឧទាហរណ៍អីខ្លះអាចមានតាក់ទងជាមួយនឹងសង្គមជាក់ស្ដែងតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រតាក់ទងជាមួយនឹងអក្សរសិល្ប៍អញ្ចឹងទៅអក្សរសិល្ប៍នឹងមាន3ទៀតបងអូនអាចតាក់ទងជាមួយនឹងអក្សរសិល្ប៍ប្រជាប្រិយអក្សរសិល្ប៍បុរាណអក្សរសិល្ប៍ទំនើបអញ្ចឹងបងអូនត្រូវតែធ្វើម៉េចឆ្លាតណាហើយបងអូនត្រូវដឹងគម្រោងនឹងឲ្យច្បាស់នោះហើយគឺជាដើមទុនដ៏សំខាន់សម្រាប់ការប្រឡងរបស់បងប្អូនទទួលបានលទ្ធផលល្អទទួលបានបន្ទុកល្អណាបន្តមកសរុបទៅលើអីខ្លឹមសារបានបកស្រាយហើយបន្តមកបានយើងចូលដល់សេចក្តីបញ្ចប់វាយតម្លៃប្រធាននិងមតិផ្ទាល់ខ្លួនណាអញ្ចឹងបងអូនត្រូវតែធ្វើម៉េចកុំឲ្យខ្វះផ្នែកណាមួយតែបងអូនខ្វះផ្នែកណាមួយអញ្ចឹងការសរសេរតែងសេចក្តីរបស់យើងគេដកបន្ទុកទៅតាមហ្នឹងអញ្ចឹងធ្វើឲ្យបងអូនបាត់បង់បន្ទុកណាបាត់បង់បន្ទុកហើយដូច្នេះសូមធ្វើម៉េចការធ្វើតែងសេចក្តីនៅពេលដែលបងអូនប្រឡងគឺត្រូវតែមានគ្រប់ផ្នែកទាំងអស់ដោយមិនអាចខ្វះចំណែកណាមួយបានទេឧទាហរណ៍ថាឧបមាថាបើសិនជាបងអូនសរសេរពីលើមកហើយមានលំនាំបញ្ហាចំណូលបញ្ហាឃ្លាបចុះដីពយល់ពាក្យពយល់នៃប្រធានហើយស្រាប់តែបកស្រាយហើយបងអូនភ្លេចលើកឧទាហរណ៍បន្តមកបងអូនភ្លេចសរុបឬមួយក៏ភ្លេចវាតម្លៃប្រធានកាលណាភ្លេចផ្នែកណាមួយគឺគេដកបន្ទុកបងអូនពីផ្នែកហ្នឹងហើយអញ្ចឹងសូមប្រុងប្រយ័ត្នទៅលើកម្រងតែងណាបងណាបាទតោះឥឡូវយើងត្រឡប់មកវិញចូលដល់ប្រធាននេះអញ្ចឹងតើកាលណាប្រើពាក្យអក្សរសិល្ប៍អញ្ចឹងប្រធានតកតងទៅនឹងអក្សរសិល្ប៍ហើយអូនចាំទេទ្រឹស្ដីអក្សរសិល្ប៍គេថាអីគេអក្សរសិល្ប៍គឺជាមុខវិជ្ជាមួយដែលត្រូវបានអីគេណាតតែងអីអញ្ចឹងទៅមួយអាហ្នឹងក៏បានទី2អក្សរសិល្ប៍គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពសង្គមបងដែលឆ្លុះមុខឯងប្រកាសជាមានឯងណាបងស្គាល់កញ្ចក់អត់ពាក្យថាកញ្ចក់ហ្នឹងគឺសម្រាប់ឆ្លុះឲ្យឃើញមែនទេបាទដល់ពេលនេះគេថាឆ្លុះឲ្យឃើញពីតថភាពសង្គមគឺឆ្លុះឲ្យឃើញពីបញ្ហាសង្គមដូច្នេះបងអាចប្រើលំនាំបញ្ហាមកអញ្ចឹងក៏បានដែរមែនទេដោយសារអីដោយសារវាគឺជាកម្រងឯកសារកត់ត្រាពីជីវិតមានន័យថាម៉េចតថភាពសង្គមពិតមែនទេបាទទស្សនវិជ្ជាសង្គមពិតមែនប៉ុន្តែឆ្លុះបញ្ចាំងតាមរយៈអីអក្សរសិល្ប៍ណាបាទដូច្នេះមិនមែនជាសង្គមបច្ចុប្បន្នហើយក៏មិនមែនពីសង្គមណាមួយប្រវត្តិសាស្ត្រណាមួយដែរតែវាត្រូវបានឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍ណាបាទដូច្នេះលំនាំបញ្ហាតែកាលណាប្រធានបែបទ្រឹស្ដីអក្សរសិល្ប៍អញ្ចឹង
ជាទូទៅបើអាចណាអូនអាចលើកយកទ្រឹស្ដីអក្សរសិល្ប៍ក៏បានឬបងអូនអាចប្រើពាក្យគ្រប់ស្នាដៃអក្សរសិល្ប៍ក៏បានដែរតែហាមណាហាមអីអត់មានដាក់លើសកលលោកក្នុងសកលលោកអីណាអញ្ចឹងទេឬក៏ជាក់ស្ដែងណាស់ក្នុងសង្គមខ្មែរអីចឹងមើលវាអត់ត្រូវតាមខ្លឹមសារទេណាអញ្ចឹងគឺធ្វើម៉េចយើងផ្ដើមឲ្យវាចូលទៅនឹងខ្លឹមសាររបស់ប្រធានចូលទៅនឹងទម្រង់របស់ប្រធានផងដូច្នេះខ្ញុំប្រើថាអក្សរសិល្ប៍គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមនីមួយៗមែនទេអក្សរសិល្ប៍បែបណាសង្គមបែបនោះមានន័យថាម៉េចអក្សរសិល្ប៍បែបណាសង្គមបែបនោះជាទូទៅអក្សរសិល្ប៍គឺឆ្លុះបញ្ចាំងពីតថភាពសង្គមបើសង្គមបែបណាអក្សរសិល្ប៍តែឆ្លុះបញ្ចាំងពីតថភាពសង្គមហ្នឹងហើយគ្រប់ស្នាដៃមួយរបស់អក្សរសិល្ប៍តែលើកយកនៅរាល់រឿងរ៉ាវហេតុការណ៍ព្រឹត្តិការណ៍បញ្ហាសង្គមបញ្ហាការរស់នៅបញ្ហានៃការចិញ្ចឹមជីវិតផ្សេងៗដែលមានពិតក្នុងសង្គមជាក់ស្ដែងយកទៅណាយកមកកត់ត្រាចងក្រងទុកជាកម្រងស្នាដៃទុកជាឯកសារសម្រាប់បង្ហាញអំពីការរស់នៅរបស់មនុស្សទៅតាមសម័យកាលនីមួយដោយអាស្រ័យហេតុនេះហើយឬក៏ដោយសារតែអក្សរសិល្ប៍តែងឆ្លុះបញ្ចាំងពីទស្សនវិជ្ជាឬកត់ត្រាពីទស្សនវិជ្ជាសង្គមទៅតាមសម័យកាលបែបនេះហើយទើបធ្វើឲ្យមានទស្សនៈមួយណាដោយអាស្រ័យនេះឬក៏ទើបធ្វើឲ្យមានទស្សនៈមួយយល់ថាអក្សរសិល្ប៍គឺជាកម្រងឯកសារកត់ត្រាអំពីជីវិតរបស់មនុស្សទៅតាមសម័យកាលនីមួយណាចំណូលបញ្ហាមិនចឹងក្រោយពីចំណូលបញ្ហាសរសេរប្រធានឡើងវិញហើយយើងត្រូវចោទជាចំណោទបញ្ហាយើងអាចថាមិនចឹងតើទស្សនៈដែលបានលើកឡើងខាងលើមានអត្ថន័យបែបណាខ្លះឬក៏បង្កប់នៅអត្ថន័យខ្លឹមសារបែបណាខ្លះឬក៏តើយើងយកខ្លឹមសាររបស់ប្រធានមកចោទសួរដែរប៉ុន្តែពេលខ្លះបើអត់ច្បាស់កុំយកអាហ្នឹងយើងយកថាតើទស្សនៈរបស់លើកឡើងខាងលើមានអត្ថន័យខ្លឹមសារបែបណាក៏បានដែរប៉ុន្តែបើសិនជាក្នុងករណីច្បាស់ដែរយើងអាចយកអាខ្លឹមសារប្រធានយកមកចោទសួរក៏បានដែរតើអក្សរសិល្ប៍បានកត់ត្រាជីវិតរស់នៅរបស់មនុស្សទៅតាមសម័យកាលនីមួយយ៉ាងដូចម្តេចខ្លះបានដូចគ្នាណាក្រោយពីអាហ្នឹងចប់យើងចូលដល់អីតួសេចក្តីឯមែនទេឃ្លាភ្ជាប់សេចក្តីបងអូនកន្លែងចំណុចឃ្លាភ្ជាប់សេចក្តីបើសិនជាបងអូនថ្នាក់វិទ្យាសាស្ត្រវិញបាទមួយបន្ទុកទេអញ្ចឹងបងអូនសរសេរធ្វើម៉េចមកល្មមបាទណាបើអាចទេណាបងអូនចាំអំពីរបៀបរបស់លោកគ្រូអ្នកគ្រូដែលបង្រៀនបងអូនមួយណាឧទាហរណ៍ថាដូចខ្ញុំអញ្ចឹងខ្ញុំតែងតែប្រើអញ្ចេះណាហើយដើម្បីជាជំនួយអញ្ចឹងយើងគ្រាន់តែប្រើឃ្លាហ្នឹងធ្វើម៉េចឲ្យវាត្រូវតាមបែបបទរបស់ប្រធានបញ្យលមកដើម្បីជាជំនួយជួយដល់ការបកស្រាយនៅទស្សនៈរបស់ប្រធានបានឡើងខាងលើឲ្យបានក្បោះក្បាយនិងប្រកបដោយអត្ថន័យខ្លឹមសារថែមទៀតនោះគួរក៏បីយល់ន័យរបស់ពាក្យគន្លឹះមួយចំនួនជាមុនសិនក្នុងករណីពាក្យចាប់ពី2ឡើងទៅប៉ុន្តែបើសិនជាមានតែមួយទេបងអូនថាគួរក៏បីយល់ន័យនៃពាក្យដាក់ពាក្យនឹងចូលឲ្យបងអូនបញ្យល់មកក៏បានដែរកន្លែងហ្នឹងណាបាទធ្វើម៉េចឲ្យសមស្របចឹងទៅហើយមិនបាច់វែងពេកទេព្រោះដោយសារតែកន្លែងហ្នឹងតែមួយបន្ទុកទេតែធ្វើម៉េចឲ្យត្រូវណាដាក់ដើម្បីជាជំនួយក៏បានមុននឹងឈានដល់ការបកស្រាយនៅទស្សនៈក៏បានណាឬក៏ដើម្បីជាស្ពានឈានដល់ការបកស្រាយក៏បានអាស្រ័យទៅលើទម្លាប់របស់បងអូនប៉ុន្តែធ្វើម៉េចសរសេរឲ្យត្រឹមត្រូវណាបាទបន្តមកពឹងបញ្យលពាក្យកន្លែងបញ្យលពាក្យដើម្បីឲ្យវាមានសោភ័ណភាពដើម្បីឲ្យវាមានតម្លៃដែរបងអូនគួរចេះប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវគឺពាក្យឃ្លាភ្ជាប់វាពាក្យថារាយពាក្យចំណែកពាក្យចំពោះពាក្យចឹងទៅមានន័យដល់សំដៅលើបានន័យថាអីចឹងទៅធ្វើម៉េចកុំឲ្យជន់ពាក្យកុំដាក់ថាពាក្យថាមានន័យ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 ថាកុំចឹងអីណោះស្ដាប់ទៅដែលមែនទេឆេញបាទវាមិនចឹងទេ
ប៉ុន្តែគ្រាន់តែកាលណាយើងប្រើពាក្យដដែលវាស្ដាប់ទៅហាក់បីដូចជាវាដដែលពេកអញ្ចឹងឲ្យវាមានថ្លៃតិចទៅអញ្ចឹងយើងថាដើម្បីជាជំនួយជួយដល់ការបកស្រាយនៅទស្សនៈរបស់ប្រធានបទឡើងខាងលើឲ្យបានក្បោះក្បាយនឹងប្រកបដោយអត្ថន័យថែមទៀតនោះគួរក៏បីយល់ន័យរបស់ពាក្យកន្លឹះជាមុនសិនពាក្យថាអក្សរសិល្ប៍កន្លែងហ្នឹងត្រូវចាំណានិយមន័យរបស់អក្សរសិល្ប៍ពាក្យថាអក្សរសិល្ប៍សំដៅលើស្នាដៃទាំងឡាយដែលត្រូវបានតាក់តែងដោយកវីនិពន្ធប្រកបដោយសិលវិធីជាទូទៅឲ្យតែប្រធានណាដែលតេតងជាមួយនឹងពាក្យអក្សរសិល្ប៍ភាគច្រើនណាគឺគេបញ្យល់ន័យរបស់អក្សរសិល្ប៍គឺន័យអញ្ចឹងណាសំដៅលើស្នាដៃទាំងឡាយដែលត្រូវបានតាក់តែងឡើងដោយកវីនិពន្ធប្រកបដោយសិលវិធីមិនបាច់ប្រើតេតងជាមួយនឹងវចនានុក្រមក៏បានដែរព្រោះន័យខ្លឹមសារនៅក្នុងប្រធានតែងសេចក្តីគេមិនសំដៅទៅលើន័យដូចនៅក្នុងវចនានុក្រមទាំងស្រុងទេបើវចនានុក្រមអីអក្សរសិល្ប៍មកពីពាក្យអក្សរបូកសិលអីចឹងទៅណាបាទមិនបាច់ទេមិនបាច់ដល់ណាស់ពេកទេគ្រាន់តែយើងប្រើពាក្យថាស្នាដៃដែលឡើយត្រូវបានតាក់តែងឡើងដោយកវីនិពន្ធប្រកបដោយសិលវិធីទៅជាការស្រេចហើយចំណែកឯពាក្យថាចំណែកឯពាក្យថាចំណែកឯពាក្យឬចំពោះពាក្យកម្រងឯកសារស្អីគេកម្រងឯកសារគឺការចងក្រងឯកសារមែនទេកម្រងស្នាដៃការចងក្រងនៅរឿងរ៉ាវទាំងឡាយដែលកើតមានឡើងបាទយើងបញ្យល់ចឹងមកចំពោះរីឯពាក្យហើយយើងដាក់ថាចំពោះពាក្យជីវិតវិញបានន័យដល់ឬក៏មានន័យថាឬក៏គឺជាការរស់នៅបែបបននៃការរស់នៅការចិញ្ចឹមជីវិតរបស់មនុស្សចឹងទៅណាក្រោយពីប្អូនទាំងអស់គ្នាបញ្យល់ន័យរបស់ពាក្យកន្លឹះសំខាន់ហើយនោះប្អូនអាចបញ្យល់ន័យរួមន័យខ្លឹមសាររបស់ប្រធានណាអញ្ចឹងន័យរបស់ខ្លឹមសារប្រធានមានន័យដែរបញ្យល់ន័យប្រធានហ្នឹងអញ្ចឹងប្អូនពេលខ្លះបងអត់ចាំបាច់ប្រើពាក្យអីច្រើនទេណាងាយដូចនេះទស្សនៈខាងលើមានន័យថាមែនទេបាទអាហ្នឹងយើងប្រើសាមញ្ញបើមិនចឹងទេបងប្អូនចង់ប្រើពាក្យសម្ដីថាឲ្យវាស្ដាប់ទៅដូចណែងណងតិចក៏បានដែរណាតាមន័យរបស់ពាក្យកន្លឹះទស្សនៈរបស់ប្រធានមានន័យថាម៉េចយកន័យរបស់ពាក្យហ្នឹងបងប្អូនយកមកដាក់ឲ្យធ្វើម៉េចទៅសេចក្ដីឃ្លាលបាយបានសមរម្យទៅណាដូចនេះឬក៏តាមន័យនេះទស្សនៈរបស់ប្រធានមានន័យថាគ្រប់ស្នាដៃទាំងឡាយដែលត្រូវបានតាក់តែងឡើងដោយកវីនិពន្ធប្រកបដោយសិលវិធីនោះគឺជាកម្រងស្នាដៃដែលបានកត់ត្រានៅរាល់អីបែបបននៃការរស់នៅរបស់មនុស្សទៅតាមសម័យកាលនីមួយណាចឹងន័យយកមួយចំនួនមកសរសេរជាឃ្លាលបាយបានពេញលេញដើម្បីសង្រួមទៅលើន័យខ្លឹមសារឲ្យច្បាស់របស់ប្រធាននោះហើយមានន័យថាជាការពន្យល់ន័យប្រធានហើយចឹងហើយបងប្អូនបាទដូច្នេះនៅក្នុងវីដេអូមួយនេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងណាបាទជូនបងប្អូនទាំងអស់គ្នាសូមឲ្យទទួលបាននូវភាពជោគជ័យទៅលើការសិក្សាណាព្រមទាំងមានសុខភាពល្អគឺជាចំណែកដ៏សំខាន់ដែលជួយឲ្យបងប្អូនទទួលបានសម្រេចបំណងបងប្រាថ្នានៃការសិក្សាតែកុំភ្លេចខំរៀនផងណាបងប្អូនបាទជិតដល់ពេលវេលាហើយជូនបងប្អូនទាំងអស់គ្នាសូមឲ្យសម្រេចបំណងបងប្រាថ្នាសូមអរគុណបាទ